Kết thúcជំរាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនអរគ្នាដែលនិយមស្នេហាវិស័យកីឡាប្រដាល់គុណខ្មែរអញ្ចឹងនៅក្នុងថ្ងៃនេះគឺខ្ញុំនឹងលើកយកវីដេអូមួយដែលជាការប្រកួតរបស់កីឡាករ A Amarin Butong ដែលប៉ះជាមួយនឹងកីឡាករ Azeri Ahmad Mirat ណាអញ្ចឹងការប្រកួតនេះគឺអស្ចារ្យមែនទែនហើយខ្ញុំលើកយកវីដេអូនេះមក review ដោយសារតែការប្រកួតរបស់ A Amarin មកប្រកួតនេះគឺខ្ញុំពេញចិត្តការវាយរបស់គាត់មែនទែនណាគាត់វាយកាចហើយគឺច្បាស់ហើយអ្វីដែលសំខាន់គេហៅថាមានទំនុកចិត្តក្នុងការផ្ដួលកីឡាករបរទេសនេះអញ្ចឹងឥឡូវយើងចង់ដឹងសាច់រឿងថាហេតុអីបានជាកីឡាករ A Amarin គាត់វាយកាចបែបនេះហើយដូចជាខឹងកីឡាករបរទេសនេះអញ្ចឹងបើសិនជាបងប្អូនចង់ដឹងមូលហេតុអីគឺកុំភ្លេចតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់បាត់បង់ស្មារតីតែម្ដងណាអញ្ចឹងឥឡូវចូលដល់ទឹកទី1 Amarin បង្គោលក្រហមAzeri បង្គោលខៀវអូយធាក់មួយជើងពី Amarin អូខេចាប់អោបអញ្ញាកដាលគឺលោកគ្រូម៉ាក់សមឿនណាឆ្វេងស្ដាំពីបង្គោលខៀវអូខេជ្រែងជើងកែងពី Amarin ណាអូខេតោះបន្តទៀតធាក់ឆ្វេងពី Amarin ឆ្វេងលូកបោះជង្គង់ស្ដាំមួយកែងតែត្រូវទាត់ស្ដាំនេះតិចទាត់ស្ដាំសងវិញពី Amarin ឆ្វេងលូកបោះជង្គង់មួយចូលពេញតាមវាយជង្គង់ដាក់មកកែងសើចអូខេទាត់មកជើងទៀតស្លាប់ណាមកកែងហើយទាត់មកជើងចូលសិទ្ធការទៀតចប់មកប្រកួតនេះអញ្ចឹងមូលហេតុអីដែល Amarin គាត់ប្រកួតកាចអញ្ចឹងយើងមើលវីដេអូនេះណាវីដេអូនេះដោយសារតែកីឡាករបរទេសនេះគឺគាត់បានបង្ហាញវីដេអូមួយដែលតាក់ទងជាមួយនឹងម៉េចមួយថៃដែលតាក់ទងជាមួយនឹងប្រទេសចៅណាអញ្ចឹងធ្វើឲ្យ Amarin គាត់ខឹងអញ្ចឹងហើយការប្រកួតនេះគឺគាត់អត់ប្រោះទេគឺលេងអស់ដៃមកទំហឹងតែម្ដងអញ្ចឹងខ្ញុំគាំទ្រអ្វីដែលគាត់ធ្វើនេះខ្ញុំគាំទ្រទោះបីជាកីឡាករបរទេសនេះគឺជាកីឡាករជនជាតិបរទេសផ្សេងក៏ដោយមិនមែនជាពួកចៅក៏ដោយអ្វីដែលសំខាន់គឺវាលើកឈ្មោះកីឡាករពួកចៅយកមកនិយាយហើយជាមួយស្រីមានពួកចៅអញ្ចឹងហើយទុកវាទៅអីដាក់ទៅណាអញ្ចឹងខ្ញុំគាំទ្រអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេដែលខ្ញុំចង់មក review អញ្ចឹងអរគុណសម្រាប់បងប្អូនអរគ្នាតាមដានវីដេអូមួយនេះកុំភ្លេចបើសិនជាមាន comment ល្អៗកុំភ្លេចទម្លាក់នៅក្រោមវីដេអូនេះផងហើយចុច subscribe ដើម្បីទទួលបានវីដេអូផ្សេងៗពីខ្ញុំបាទផងដែរអរគុណជម្រាបលា